បាទសួស្តីប្រិយមិត្តទាំងអស់គ្នាយើងវិលមកជួបគ្នាជាមួយនឹងការសិក្សាកុំព្យូទ័របាទ Microsoft Word ពាក់ព័ន្ធជាមួយនឹងការរៀបចំសន្លឹកកិច្ចការប្រឡងបាទអញ្ចឹងជាវីដេអូសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលអត់ទាន់ចេះហើយចង់រៀនកុំព្យូទ័របាទអញ្ចឹងខ្ញុំមកដល់មេរៀននេះគឺអឺវីដេអូច្រើនដែរប្រិយមិត្តដែលមិនទាន់បានរៀនអាចទៅមើលពីមេរៀនដំបូងនៃការសិក្សានៃការរៀបចំกระดาษដែលខ្ញុំបានរៀបចំជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅមើលបានបាទហើយមិនជាយូរប៉ុន្មានទេបាទទៅបានជាង6វីដេអូ7វីដេអូទេបាទអញ្ចឹងយើងមកដល់មេរៀននេះគឺយើងនិយាយអំពីការដាក់និមិត្តសញ្ញាគ្រីសបាទហើយនឹងដាក់ប្រអប់ដាក់នេះតារាងបាទដាក់តារាងអញ្ចឹងយើងចូលមកទាំងអស់គ្នាមកក្នុងកណ្ដាស់កិច្ចការរបស់យើងវិញដើម្បីធ្វើបានដូចគេនេះបាទអញ្ចឹងខាងមុខនេះគឺលេខ1រ៉ូម៉ាំងតែលេខ1រ៉ូម៉ាំងនៅកន្លែងណាគឺអក្សរ I លើក្តារចុចហ្នឹងហើយបាទហើយយើងចុចមួយមកបងប្អូន space bar មួយមកវានឹងចេញបែបនេះបាទអញ្ចឹងចេញបែបនេះបងប្អូនអាចអង្គិលបានបាទយើងអង្គិលវាចូលក្នុងទីទៅបាទអាចអង្គិលបានហើយប្រើលបាំងលើនេះណាចុចនេះខាងនេះបាទអញ្ចឹងអង្គិលទៅមុខទៅក្រោយបានបាទអញ្ចឹងយើងទៅសេមកបាទចូលប្អូនគូសញ្ញាគ្រីសអញ្ចឹងយើងទៅសេមកបាទចូលប្អូនគូសញ្ញាគ្រីសអញ្ចឹងទៅរកគ្រីសនៅកន្លែងណាបាទអញ្ចឹងគ្រីសគឺយើងចូលទៅកន្លែង insert ចូលកន្លែង symbol បាទហើយយើងយកទៅលើយើងចុច symbol យកមួ symbol នេះបាទហើយបន្តមកទៀតយើងមើលក្នុង winding នេះមានសញ្ញាគ្រីសនឹងអត់អញ្ចឹងណាបាទអញ្ចឹងខ្ញុំអូសមកក្រោមមកបាទនេះនៅក្រោមនេះអញ្ចឹងនេះសញ្ញាគ្រីសនៅក្នុង font winding ចុចលើវាយកពាក្យថា insert ហើយយើង close វាចោលអញ្ចឹងយើងបានសញ្ញាគ្រីសនៅកន្លែងនេះហើយបាទអញ្ចឹងមើលរបស់គេបន្តទៀតមកបាទសញ្ញាគ្រីសពាក្យត្រូវចំពោះប្រយោគត្រូវនិងពាក្យខុសចំពោះប្រយោគខុសអញ្ចឹងណាបាទអញ្ចឹងដាក់មកបាទពាក្យត្រូវចំពោះប្រយោគត្រូវចំពោះប្រយោគពាក្យខុសចំពោះប្រយោគខុសនិងខុសចំពោះប្រយោគខុសចឹងដែរហើយខានបាទប្រមាណបន្ទុកបាទបើ僕ចូលមក12បន្ទុកបាទ12បន្ទុកបាទអញ្ចឹងមកចឹងយើងបានមួយដាក់សញ្ញាគ្រីសហើយសញ្ញាគ្រីសបើប្រិមិត្តទាំងអស់គ្នាចង់ឲ្យធំសលេខលើវាអញ្ចឹងមកចូលមក home វិញបាទហើយយើងកន្លែងនេះ11នេះដូរមកលេខ12ទៅឬក៏លេខ14ទៅគឺវាធំហើយបាទអញ្ចឹងយើង select យកតែសញ្ញាគ្រីសចឹងមកបាទឥឡូវខ្ញុំមកដល់យើងធ្វើការចុះបន្ទាត់គឺយើងប្រើប៊ូតុង enter ប៉ុន្តែវានឹងលោតលេខ2រ៉ូម៉ាំងនេះចេញមកហើយអញ្ចឹងបងប្អូនដើម្បីដោះវាវិញយើងមាន2របៀបទី1បងប្អូនចុចលើកន្លែងbackspace នៅលើក្តារចុចរបស់យើងនៅខាងចុងខាងស្ដាំដៃខាងលើមានពាក្យ backspace បាទចុចលើវាលុបទៅបាទបានដូចគ្នាឬក៏មកម្ដងទៀតបើសិនជាវាចេញបងប្អូនមើលកន្លែងខាងលើនេះល្បាលើណានៅក្នុង home ហ្នឹងមានកន្លែងរ៉ូម៉ាំងនេះចុចលើវាហ្មងបាទចុចលើវាមកគឺដាច់បាត់ដែរបាទដាច់បាត់ដូចគ្នាអញ្ចឹងយើងនិយាយពីការដាក់តារាងបាទនេះដាក់តារាងរបស់យើងនេះបាទអញ្ចឹងតារាងហ្នឹងគឺបងប្អូនខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នារាប់ពីឆ្វេងទៅស្ដាំមានចំនួនប្រមាណត្រូវដាក់ឲ្យអស់តែពីលើចុះក្រោមបងប្អូនដាក់តែ2ឬក៏3ទៅបានហើយមិនបាច់ចាំដាក់ឲ្យគ្រប់តារាងទាំងអស់ទេបាទអញ្ចឹងយើងមានវិធីសាស្ត្រដើម្បីធ្វើឯកសារហ្នឹងបានហើយយើងមើលទាំងអស់គ្នាអញ្ចឹងខ្ញុំរាប់នេះមក1 2 3អញ្ចឹងណាពីឆ្វេងទៅស្ដាំឃើញ3ហើយពីលើចុះក្រោមខ្ញុំអត់ដឹងឃើញបានប៉ុន្តែខ្ញុំដាក់តែ2សិនណាបាទអញ្ចឹងខ្ញុំរាប់ជំចូលឲ្យខ្លះដើម្បីចូលតារាងបានយើងចូលទៅកន្លែង insert បាទអញ្ចឹងដើម្បីដាក់តារាងបានចូល insert ចូល table ជា table ហើយបងប្អូនរាប់មក1 2 3ហើយមកក្រោមយកតែ2ទេបាទអញ្ចឹងចុចលើវាប៉កមកវាចេញបានប៉ុណ្ណេះហើយដើម្បីអង្គិលតារាងនឹងបានណាយើងគ្រាន់ចូលម៉ៅរបស់យើងចុចសញ្ញានេះបែបនេះបាទហើយយើងអូសវាមកបាទនេះអូសមកយើងយកប៉ុណ្ណាយើងអូសប៉ុណ្ណឹងមកដូចគ្នានេះក៏ចឹងដែរបាទយើងអូសវាមក
mà những giờ lạnh phần á do phần nào pí nó cũng hỏi ngày vì kia biết và cứ rồi mình miền tầm hôm rồi kia nè chính như đại cho nó chương với khẳng lừa nhưng mà khẳng nói đã thằng mình đã thá pro dù chẳng á trong cái đà nằm trong cái đá cho home vĩnh hơi nằm trong cái đà này máu bị hụt một cái đà lại và hai cái lấy đã thá trời rồi mà chúng hiền tiết đã thá khó chứ ngọc pi đã có xong rồi nơi trong cái đà này chứ nhưng sẽ lại lưu vi tầng phí hơi nhưng nằm trong cái đà và chứ đi lột một cái đà là chứ như chập đam được xế lấy muối này cái đã thầm mình lấy muối lùm nở thán cứ chưa cần lái đại xa là tiền cài rồi nở chứ được xe mà lại nó đã lấy muối máy chạy muối và những gì chơi đà và lùm nở than lùm nở thán thì anh mình tí là sùn mờ lùm nở than dây khó và khi lùm nở than vậy mình sao lùm nở than mà này bạn thấy cứ chia cần lái đá xa bên cài luôn này những xe mà cứ chia cần lái đá xa bên cái luôn này hay tiềnទទួលបានអាហារចម្រុះនិងបន្តពូជអញ្ចឹងទៅសេតមកទទួលបានអាហារចម្រុះនិងបន្តបន្តពូជអញ្ចឹងយើងមកមើលបកគីវិញគេមិនគ្រាន់មកយើងអត់គ្រាន់តែសារពុំអសគេតូចយើងធំអញ្ចឹងយើងអាចប្រួមពុំអសហ្នឹងឲ្យតូចទៅតាមយើងចង់បានយើងយកលេខ10ទៅនេះនេះដោយលេខ10បានហ្មងបាទអញ្ចឹងយកលេខ10អញ្ចឹងតមកទៀតជើងខានដូចគ្នាឥឡូវយើងចង់បានកលាបន្តកលាដើម្បីចង់បានតារាងមកក្រុមទៀតមានពីរវិធីសាស្ត្រទី1គឺយើងយកម៉ៅរបស់យើងមកដាក់ចង់មកឃើញនេះខាងចុងតារាងទី2ខាងក្រោមហ្នឹងឃើញវាលូតផ្លោតនៅតំណឹងឯងជិះបេតុង enter វាធ្លាក់មកហើយឬក៏មួយយ៉ាងទៀតបងប្អូនអរគ្នាយកទូទៅដាក់ក្នុងប្រឡោះចុងក្រោយនេះហើយថេបទៅចុចថេបមកវាលូតមកដែរបាទចេញជាលេខ2មកបាទលេខ2យើងអាចសរសេរបានទៀតហើយសរសេរថាម៉េចទៀតញ៉ែពពួកគឺជាសារពាង្គកាយច្រើនប្រភេទខ្ញុំសរសេរមកបាទពពួកបាទគឺជាសារពាង្គកាយបាទច្រើនប្រភេទបាទរស់នៅនឹងបន្តពូជក្នុងលំនៅឋានតែមួយក្នុងលំនៅឋានណាមួយប្រភេទរស់នៅនឹងបន្តពូជក្នុងលំនៅឋានណាមួយបាទហើយនេះយើងទៅសេបានប៉ុណ្ណឹងយើងចង់បានថែមតារាងទៀតយើងចុចថេបមកបាទហើយកើតឯងបាទអញ្ចឹងសម្រាប់វីដេអូនេះគឺសូមមានប៉ុណ្ណឹងចែកជូនប្រិយមិត្តទាំងអស់គ្នាសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាអាចធ្វើបានហើយសារលបងធ្វើវិញ្ញាសានេះឲ្យបានបាទធ្វើឲ្យបានទាំងអស់ហ្នឹងមកបាទសារលបងធ្វើឲ្យបានល្អឲ្យបានថ្នាក់ដៃគឺយើងត្រូវធ្វើអនុវត្តរាល់ថ្ងៃបាទអញ្ចឹងអរគុណចំពោះការចូលតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តយល់បាទជួយ like ជួយ subscribe អ្នកមួយផងអរគុណជួបគ្នាវីដេអូក្រោយហើយបាយ